តែអ្នកទាំងអស់គ្នាដឹងទេថាតើអ្វីទៅជាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានជម្រាបសួរអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះសុផានីតាជាសមាជិកក្រុមទី1ដែលជាសិស្សថ្នាក់ទី 1A នៃសាលាសន្តសាវីយេថ្ងៃនេះក្រុមយើងខ្ញុំនឹងលើកយកប្រធានបទមួយមកបង្ហាញក៏ដូចជាបកស្រាយប្រាប់អ្នកទាំងអស់គ្នាដែលប្រធានបទរបស់យើងគឺនិយាយអំពីតើអ្វីទៅជាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានប្រកាសណាស់អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឮមកហើយពាក្យថាប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាពាក្យថាអក្ខរកម្មគឺមានន័យថាសមត្ថភាពដែលចេះអាននិងចេះសរសេរដោយឡែកពាក្យថាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានគឺសំដៅដល់សមត្ថភាពដែលបុគ្គលចេះប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាបណ្ដាញប្រព័ន្ធជាច្រើនប្រភេទទៀតអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានគឺជាជំនាញមួយចង្កឹមដែលអនុញ្ញាតឲ្យបុគ្គលម្នាក់ចេះប្រើប្រាស់សារប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាវិភាគទៅលើព័ត៌មានដែលមនុស្សបានបង្ហាញអាចឲ្យយើងចេះបង្កើតសារប្រព័ន្ធផ្សព្វផ្សាយថ្មីចេះឆ្លុះបញ្ចាំងទៅលើព័ត៌មានដែលមានស្រាប់លើពីនេះទៅទៀតវាអាចអនុញ្ញាតឲ្យបុគ្គលម្នាក់ចូលរួមយ៉ាងសកម្មក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយជាមួយគ្នានេះផងដែរបុគ្គលណាដែលមានការយល់ដឹងផ្នែកប្រព័ន្ធផ្សព្វផ្សាយគឺជាបុគ្គលម្នាក់ដែលមានសមត្ថភាពអាចយល់ដឹងពីភាពស្មុគស្មាញនៃព័ត៌មានដែលផ្សាយចេញនៅលើកាសែតទាំងប៉ាណូវីដេអូហ្គេមតន្ត្រីបណ្ដាញសង្គមក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយជាច្រើនប្រភេទផ្សេងទៀតបច្ចុប្បន្ននៅតាមបណ្ដាប្រទេសមួយចំនួនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានបានក្លាយជាផ្នែកមួយយ៉ាងសំខាន់ទៅក្នុងកម្មវិធីសិក្សារួចទៅហើយដោយសារតែបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានបានរីកចម្រើនក៏ដូចជាមានភាពស្មុគស្មាញហើយបានផ្លាស់ប្ដូរជារៀងរាល់ថ្ងៃបន្តបន្ទាប់ទៅមុខទើបអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានបានក្លាយជាជំនាញយ៉ាងសំខាន់មួយនៅលើពិភពលោកតើអ្នកទាំងអស់គ្នាមានដឹងទេថាហេតុអ្វីបានជាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានមានសារៈសំខាន់ការយល់ដឹងអំពីប្រព័ន្ធផ្សព្វផ្សាយនិងឥទ្ធិពលរបស់វាទៅលើសង្គមនិងបុគ្គលគ្រប់រូបគឺជាជំនាញយ៉ាងចាំបាច់មួយសម្រាប់មនុស្សគ្រប់គ្នាជំនាញដែលចាំបាច់ក្នុងការចេះបង្កើតនិងវិភាគប្រព័ន្ធផ្សព្វផ្សាយត្រូវតែឆ្លងកាត់ការរៀនសូត្រការបង្វឹកនិងធ្វើបច្ចុប្បន្នភាពថ្មីជានិច្ចស្ដែងការរៀនអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានអាចនិយាយបានថាស្ទើរតែចំណាយពេលពេញមួយជីវិតឯណោះអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានបានជួយមនុស្សដូចជាបង្កើតសមត្ថភាពក្នុងការគិតស៊ីជម្រៅទៅលើរបៀបដែលប្រព័ន្ធផ្សព្វផ្សាយចូលរួមផ្លាស់ប្ដូរនិងអភិវឌ្ឍវប្បធម៌និងសង្គមចេះសម្គាល់នៅការកំណត់ទិសដៅយុទ្ធសាស្ត្រទីផ្សាររបស់ផលិតករប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានឲ្យយើងជឿទៅលើអ្វីមួយក៏ដូចជាឲ្យយើងធ្វើអ្វីមួយដែលគេចង់បានជាក់ស្ដែងបរិបទសង្គមដែលមានការរាតត្បាតនៃជំងឺ COVID-19 មានព័ត៌មានក៏ដូចជាការផ្សព្វផ្សាយអំពីការទប់ស្កាត់នៃជំងឺ COVID-19 នេះគឺគោលបំណងនៃការបង្កើតមាតិកានៅលើបណ្ដាញប្រព័ន្ធគឺចង់ឲ្យយើងចូលរួមទប់ស្កាត់យ៉ាងសកម្មនៃការរាតត្បាតនៃជំងឺនេះដូចជាការរក្សាគម្លាតពីគ្នាការលាងដៃនឹងអាល់កុលជាញឹកញាប់ទាំងនេះហើយគឺជាគោលបំណងដែលផលិតករក៏ដូចជាអ្នកសរសេរសារព័ត៌មានចង់ឲ្យយើងធ្វើអ្វីមួយឯចំណុចមួយទៀតគឺជាចំណុចយ៉ាងសំខាន់គឺអាចឲ្យយើងចេះវិភាគទៅលើព័ត៌មានដែលបុគ្គលបានប្រឌិតឡើងក៏ដូចជាព័ត៌មានខុសដែលផ្សព្វផ្សាយនៅក្នុងបណ្ដាញប្រព័ន្ធដោយផ្អែកទៅលើបទពិសោធន៍ជំនាញនៃការវិភាគនិងអត្តតភាពសង្គមជាក់ស្ដែងទាំងនេះគឺអាចឲ្យបុគ្គលនៅក្នុងសង្គមអាចជៀសវាងការចែករំលែកនៃព័ត៌មានខុសដែលធ្វើឲ្យមានគ្រោះថ្នាក់ក៏ដូចជាការភ័ន្តច្រឡំនៅលើបណ្ដាញប្រព័ន្ធ